បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទនៅវីដេអូទី8ហើយវីដេអូនេះយើងនឹងចូលទៅសិក្សាទាំងអស់គ្នាទាក់ទងទៅនឹងកិច្ចសន្យាអញ្ចឹងតើបងប្អូនការមានកិច្ចសន្យាដែរទេចង់ដឹងថាតើយ៉ាងម៉េចយើងនឹងចូលសិក្សានៅ slide របស់ខ្ញុំទាំងអស់គ្នាបាទបងប្អូនឃើញ slide របស់ខ្ញុំហើយអញ្ចឹងការងាររបស់បងប្អូនត្រូវការកិច្ចសន្យា job need a contract ការធ្វើការវាមិនមែនតែតាមការសន្យារបស់នយោជកទេតែត្រូវមានកិច្ចសន្យាការងារអញ្ចឹងចុះ slide បន្ទាប់កិច្ចសន្យាគឺបង្កើតឡើងដើម្បីការពាររបស់បងប្អូននៅពេលខាងមុខនៅពេលដែលនយោជកគាត់រំលោភបំពានណាមួយយើងអាចយកកិច្ចសន្យានេះគឺដើម្បីឲ្យគាត់ទាមទារឲ្យអនុវត្តកាតព្វកិច្ចទី1កិច្ចសន្យាអាចជួយយើងបានទាក់ទងនឹងការពារច្បាប់សម្រាប់កម្មករយោជិតទី2រយៈពេលហើយនឹងលក្ខខណ្ឌហើយទី3ការអនុវត្តទៅតាមច្បាប់យើងឃើញហើយគឺមាន3ចំណុចដែលយើងចូលសិក្សាទាំងគ្នាអញ្ចឹងខ្ញុំបែងចែកជាពីរប្រភេទទៅក្នុងកិច្ចសន្យាការងារទី1កិច្ចសន្យាមានការកំណត់អានេះកិច្ចសន្យាដែលមានការកំណត់ភាសាអង់គ្លេសគេហៅថាបើនិយាយកាត់ហៅ FTC និង UDC ការធ្វើការមានការកំណត់រយៈពេលធ្វើការពី6ខែទៅ24ខែអញ្ចឹងគេហៅថាកិច្ចសន្យាមានការកំណត់ហើយប្រាក់ប្រចាំឆ្នាំយើងទទួលបានហើយមួយទៀតផលប្រយោជន៍ការអនុវត្តការងាររបស់យើងហើយការធ្វើការត្រូវមានជាលិលាក់កអញ្ចឹងសូមបញ្ជាក់ការធ្វើការរបស់យើងពី6ខែទៅ24ខែគេហៅថាកិច្ចសន្យាដែលមានការកំណត់មានតែបើសិនជាដល់រយៈពេល24ខែហើយអត់មានការជួលដំណឹងទេអញ្ចឹងវាចូលទៅកិច្ចសន្យាដែលមិនមានការកំណត់ចូលដល់កិច្ចសន្យាដែលមិនមានការកំណត់មានសិទ្ធិការពារយើង stronger termination protection អញ្ចឹងមានន័យថាបើគាត់ចង់បញ្ឈប់យើងភ្លាមៗដោយ verbal ក៏នេះដែរដោយសារតែមានហេតុផលរៀងខ្លួនតម្រូវឲ្យមានប្រាក់ចំណាយរយៈពេលធ្វើការអញ្ចឹងការឈប់ធ្វើការរបស់បុគ្គលិកដែលអត់មានកិច្ចសន្យាឬក៏ថេរវាអត់មានកិច្ចសន្យាឬក៏មិនមានថេរវាកំណត់គឺត្រូវមានប្រាក់ចំណាយទៅលើ seniority ហើយទី3តម្រូវឲ្យមានការជួលដំណឹងទី4មិនមានការបដិសេធបញ្ឈប់អញ្ចឹងវាមានផ្សេងគ្នាទាក់ទងនឹងអត្ថប្រយោជន៍យើងនឹងទៅសិក្សាយល់ដឹងអំពីភេទនៃកិច្ចសន្យាដែលបងប្អូនចូលហាត់លេខអត្ថប្រយោជន៍នៃការធ្វើការដែលមានកងត្រាអញ្ចឹង contract ណាពីខ្លួនអីខ្លះកងត្រាមានអីខ្លះដែលត្រូវនឹងទី1គេ mention គេបញ្ជាក់ទៅលើប្រាក់ខែយើងចាប់បានប្រហែលហើយបង់នៅពេលណាគឺមានគេមានបញ្ជាក់នៅក្នុងអញ្ចឹងម៉ោងធ្វើការជារៀងរាល់សប្តាហ៍ជប់ថ្ងៃណាគឺគេមានម៉ោងពេលវេលាគេបញ្ជាក់ច្បាស់លាស់នៅក្នុងនោះទាក់ទងនឹងសុខភាពការធ្វើត្រូវក្នុងនោះគេក៏មានបញ្ជាក់ការសុខភាពការធ្វើការកន្លែងណាហើយត្រូវតំបន់ណាគឺគេមានបញ្ជាក់គេណែនាំទាក់ទងនឹងការធ្វើការដែលយើងឲ្យមានសុខភាពហើយទី4គឺថ្ងៃឈប់សម្រាកអញ្ចឹងគឺគេបានបញ្ជាក់ទៅការថ្ងៃឈប់សម្រាកអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានបញ្ជាក់ទី1 salary ហើយ non completing clause អញ្ចឹង non compete clause ហ្នឹងមានន័យថាបើយើងធ្វើការយើងមិនអាចទៅធ្វើការមួយទៀតហើយការងារមួយទៀតហ្នឹងគឺគួរប្រជែងជាមួយការងារយើងកំពុងធ្វើទេហើយអត្ថប្រយោជន៍បន្ថែមផ្សេងការកិច្ចព្រមព្រៀងរក្សាការសម្ងាត់រយៈពេលទូនទីហើយនឹងការវិភាគអីចឹងណាការវិភាគដែលយើងទៅធ្វើការណាបងប្អូនគិតថាវីដេអូហ្នឹងមានប្រយោជន៍បងប្អូនអាចចូល Subscribe ហើយយើងនឹងទទួលបាននៅវីដេអូបន្តទៀតខ្ញុំមាន reference អញ្ចឹងបើបងប្អូនចង់ដឹងស៊ីជម្រៅទាក់ទងនឹងកិច្ចសន្យាមានការកំណត់ហើយនឹងមិនមានការកំណត់បងប្អូនអាចចូលទៅអាននៅមាត្រា66ដល់73ហើយនៅក្នុងជំពូកទី4នៃកិច្ចសញ្ញាការងារច្បាប់ការងារណាបងប្អូនអញ្ចឹងចូលទៅមើលក្នុងនេះខ្ញុំគាត់ដកស្រង់កិច្ចសន្យាអាចធ្វើឡើងជាលិលាក់អក្សរឬក៏ដោយមកតាទេដូចខ្ញុំលើកឡើងអញ្ចឹងកិច្ចសន្យាមានការធ្វើជាលិលាក់អក្សរហើយនឹងការធ្វើដោយតមកទេអញ្ចឹងយើងសួរថាតើនៅពេលមានបញ្ហាតើយកអីជាគោលអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនអាចឆ្លើយខ្លួនឯងទៅអញ្ចឹងពីខ្ញុំវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ